bà là dây đọc bỏ không ai số than là để mình lạnh chia sẻ cái mình được bỏ dư bà nhảy bị rồi dồn vinh còn là lưu tạc không ai chỉ bảo phê black edition chẳng cứ trong người ta cứ việc sẵn ha việc tụm nớp cả trăm đồng cho nên thằng ngày đi nhâm nom ai từ mưa rồi dồn ở vậy đá tọt từ mưa ngọt này ba rồi dồn này nhom trong mà hai công an bỏ nó cứ Cadillac Escalade ประเภท Sport Platinum ហើយនេះគឺជា Onyx Package តតែម្ដងសម្រាប់ឆ្នាំនេះគឺ2026តោះឥឡូវយើងទៅមើល detail របស់គ្នាមុនមើល detail បាទចំណុចដែលយើងគួរឲ្យចាប់អារម្មណ៍មុនគេពុកម៉ែបងប្អូននេះ Onyx Package តោះកាមេរ៉ាចូលមកចិត្តគឺ logo ពុកម៉ែបងប្អូនគឺលែងមានក្រហមខៀវឬក៏ប្រភេទហើយអានេះគឺប្រភេទលាយជាមួយនឹងខ្មៅសតតែម្ដងផ្ទាល់តែម្ដងមានន័យថាជាប្រភេទ Onyx Package បណ្ណាក៏ខ្មៅអានេះជាប្រភេទ Sport ទៀតគឺចង់និយាយថាស្អាតកាចខ្លាំងផ្ទាល់តែម្ដងឥឡូវយើងមកកន្លែងមើលយ៉ាន់របស់គ្នាតាក់តងយ៉ាន់វិញបងប្អូននេះឥឡូវខ្ញុំសុំបកឲ្យមើលបន្តិចណាគឺចង់និយាយថាគឺពណ៌ខ្មៅ glossy ចង់និយាយថាអាឡងផ្ទាល់តែម្ដងហើយតាក់តងនឹងសបកវិញដែរអានេះគឺយ៉ាន់វង24ណាបងប្អូននេះមិនដែរគឺនៅពេលដែល rolling ចង់និយាយនៅពេលដែលយើងជិះគឺវាកាចស្អាតសមជាមួយនឹងឡានផ្ទាល់តែម្ដងបាទបើនិយាយពី option វិញមានន័យថាគឺវាអស់ហើយហេតុអីបាទខ្ញុំនិយាយថា option អស់ឥឡូវយើងទៅមើលទ្វាររបស់គ្នាមិនដែរបងប្អូនហើយបើសិនជាយើងចង់បិទវិញកាន់តែស្រួលមកចាំតរយអីទេគឺខ្ញុំដើរចេញផ្ទាល់តែម្ដងបាទសម្រាប់រថយន្ត Escalade អញនិយាយបានថាវាជា favorite car របស់ខ្ញុំមួយហើយសម្រាប់ Line Escalade វិញខ្ញុំ review ក៏មានក្រុម10 20គ្រឿងហើយទេតែសម្រាប់និយាយទៅអ្វីដែល option ខ្ញុំឆ្លាញ់ជាងគេបំផុតណាសម្រាប់ឆ្នាំនេះគឺតាក់ទងនឹងទ្វារអូតូដែលខ្ញុំបង្ហាញមុនហ្នឹងហើយអ្វីដែលសំខាន់មួយទៀតគឺកំពុងយ៉ាន់24ហើយនេះគឺជាប្រភេទ Onyx Package ទៀតមានន័យថាមិនថា logo មិនថាជាយ៉ាន់ហើយនឹងប្រភេទអក្សរ Escalade អីហ្នឹងគឺខ្មៅផ្ទាល់តែម្ដងហើយសម្រាប់ model generation ថ្មីខ្ញុំនិយាយម្ដងហើយម្ដងទៀតអ្វីដែលវាពិសេសទី1តាក់ទងនឹងចង្កូតគឺដូចរែងអញ្ចឹងគឺវានេះអត់មានកន្លែងក្រោមនេះអីញ៉ៃៗទេតាក់ទង screen វិញគឺធ្លាយទៅដល់ passenger ផ្ទាល់តែម្ដង head up display អីនេះគឺវាដដែលទេអ្វីដែលចំណុចសំខាន់គឺកន្លែងកណ្ដាលនេះគឺខ្ញុំធ្លាប់បង្ហាញច្រើនដងហើយដោយសារតែនេះគឺ option អស់លេងទេបងប្អូនកៅអី Mafa speaker គឺយើងលែងនិយាយឯងគឺវាអស់លេងផ្ទាល់តែម្ដងបាទសម្រាប់ចំណុច Escalade នៃជួរទី2មានន័យថា second row seat យើងហ្នឹងគឺចង់និយាយថាវាមានការដើរកណ្ដាលហើយកៅអីកណ្ដាលគឺយើងអង្គុយដាច់គឺវាចង់និយាយថា SUV មែនតែវាចង់ចូលកាត់ចូលវ៉ែនអញ្ចឹងមានន័យថាសម្រាប់ family SUV car ហើយវាមានទាំងទំនើបស្អាតកាចម៉ាស៊ីន8 6.2 ទៀតហើយបើនិយាយភាពទំនើបវិញគឺវាសឹងថាអាចសឹងថាស៊ីបានជាមួយនឹងឡាន SUV ទូទៅផ្ទាល់តែម្ដងគឺវា perfect ផ្ទាល់តែម្ដងហើយសម្រាប់នេះគឺជាតួវែងទេបងប្អូនសម្រាប់ការទៅក្រោយអានេះខ្ញុំធាត់ឲ្យខ្ញុំនេះទៀតនេះខ្ញុំដើរមកដល់ក្រោយគឺខ្ញុំអង្គុយគឺវាស្រួលយកតែមែនតែនផ្ទាល់តែម្ដងបាទឥឡូវខ្ញុំមុនឲ្យទៅមើលខាងក្រោយខ្ញុំខាត់ឡានទៅមុខទីសិននេះភាពទំនើបរបស់វា perfect មែនតែនធប់ផ្ទាល់តែម្ដងបាទគឺចង់និយាយថាគឺវា smooth វានិយាយទៅវាទំនើបមែនតែនហ្មងឥឡូវខិតទៅមុខតិចហើយចាំយើងទៅមើលផ្នែកខាងក្រោយឥឡូវនៅពេលដែលខ្ញុំបត់បើកនេះខ្ញុំឲ្យមើលយ៉ាន់តិចទៅថាវាស្អាតប៉ុណ្ណាអញ្ចឹងណាសម្រាប់ចង្កូតវិញគឺ smooth ផ្ទាល់តែមែនតែនឥឡូវយើងមកកន្លែងមើលខាងក្រោយយកដឹងថា Onyx Package ហ្នឹងវាស្អាតបែបណានេះដូចខ្ញុំបាននិយាយមុនហ្នឹងអក្សរ Escalade 600 model របស់វាគឺវានៅតែខ្មៅយ៉ាងនេះតាក់ទង logo ខ្មៅប្រភេទហើយដូចខ្ញុំនិយាយអញ្ចឹងប្រភេទឡាន family ចង់និយាយថា full size មួយនេះគឺវាប្រភេទ ESV មានន័យថាតួវែងអញ្ចឹងមើល space បងប្អូន7កៅអីហើយចង់និយាយ space គឺនៅតែចង់និយាយថាវា perfect ផ្ទាល់តែម្ដងបាទអញ្ចឹងឥឡូវខ្ញុំសូមបញ្ជាក់ម្ដងទៀតណាសម្រាប់ឡាននេះដែរគឺឆ្នាំ2026 Cadillac Escalade Sport Platinum គឺ option full អស់ហើយតែអ្វីដែលវាកាន់តែ special ជាងនេះទៅនោះគឺវាជាប្រភេទ Onyx Package ផ្ទាល់តែម្ដងខ្មៅជាន់លើខ្មៅគឺវាស្អាតទៅតែមែនតើទោះថានៅណាមានច្បាស់បងប្អូនគឺនៅហាប់បងប្អូន